Yeah, hello អ្នកទាំងអស់គ្នាបាទខ្ញុំមច្ឆាហើយថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាពីរបៀបដាំអា star fruit នេះដាំអាហ្នឹងដាំឲ្យបានធំដាក់ឲ្យធំធំហ្មងយល់មើលធំហើយអាហ្នឹងរបស់កម្រដែរអ្នកគ្នាឲ្យ15000អញ្ចឹងណាហើយអ្នកគ្នាអាចមើល fruit ខ្ញុំមកគេថាធំខ្លាំងមែនទែនហើយមាន nutrition នេះអ្នកគ្នាចាំមក star fruit ខ្ញុំដាំបាននេះអ្នកគ្នាអូយធំ3គីឡូជាងខៃនឹងអាត្រាកូនព្រាទៅអា fruit ត្រាកូនព្រាហ្នឹងក៏ធំដែរនេះអូម៉ែដាក់មកពេញ1ម៉ែបដ ாய் បាទឥឡូវកុំឲ្យខាត់ពេលយូរបាទយើងទៅកាមកដាំទាំងអស់គ្នាបាទដឹងតែធំយកបដ ாய் បាទឥឡូវយើងការដាក់ legendary sprinkler មួយហើយដាក់ super sprinkler មួយអ្នកគ្នាមើលតាមហ្នឹងដាក់អីខ្លះអ្នកគ្នាមើលតាមហ្នឹងដឹងធំហ្មងធ្វើតាមខ្ញុំអូខេបាទអ្នកគ្នាឥឡូវយើងនឹងការដាក់ star fruit យើងដាក់ចំកណ្ដាលមកអ្នកគ្នាហើយបន្តមកយើងលេសហ្គេម30នាទីបាទលេសហ្គេម30នាទីចូលវិញនឹងធំយកធំបាទឥឡូវគេថាគ្រប់30នាទីយើងបើកហ្គេមចូលវិញមកបាទឥឡូវពងចូលអញ្ចឹងចូលទៅដល់យើងស្រោចទឹកពីវិធុងទៅអ្នកគ្នាអាហ្នឹងទីទឹកពី super water ណាហ្នឹង star fruit ហ្នឹងបងប្អូនគ្នាចង់បានអីទិញទៅបាទហើយទិញពីខ្ញុំក៏បានដែរឥឡូវយើងធ្វើការទៅដាំទាំងអស់គ្នាបាទឥឡូវចូលមកមើលអ្នកខ្ញុំមក22ម៉ោងឥឡូវយើងធ្វើការទៅទឹកបដ ாய் ទៅដាក់មួយដាក់មកធុងกันមកអ្នកគ្នាចេញមកហើយដឹងតែធំហ្មងអ្នកគ្នាចាំមើលធំណាកែនេះដកតាន់អស់ហើយនៅមកកណោទៀតចាំមើលតោចទឹកដាក់មកធុងទៀតនេះគេនៅអត់តាន់អស់នេះមើលដាក់ទឹកមកធុងទៀតដាក់បឹបណែចាំមើលនោះកាន់ធំទៅចំឲ្យផ្កាយដោះលឿនមែនចុះទឹកទៀតមើលចំឲ្យចុះវិញផ្កាយដោះលឿនណាអាហ្នឹងតាមត្រូវតអស់កពស់វាមិនវាដោះអានេះដោះលឿនដល់កចាក់ធំទៅអូដើមបានតែប៉ុណ្ណេះបាទតែមកផ្លែធំណាបាទហើយវីដេអូយើងគឺថាមានតែប៉ុណ្ណេះបាទអ្នកគ្នាត្រូវតាមហើយបានប៉ុណ្ណាខមមិនប្រាប់ផង